ខេនឹងឯងដាក់ថតឲ្យផាន់អតិថានដូច្នេះសូមលោកគ្រូព្រមទាំងខ្ញុំជាពិសេសសូមបលឹងលោកគ្រូនិងបលឹងរបស់ខ្ញុំសម្រួមបលឹងដើម្បីអធិដ្ឋានសូមប្រាជ្ញាពីព្រះអង្គនៅការរៀនព្រមទូព្រះព្រឹកនេះអបព្រោះបិតានៃខ្ញុំដែលគង់ឋានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅឋានសួគ៌ដែរព្រះចាស់ព្រះយេស៊ូវហើយក៏ដឹងថាថ្ងៃនេះគឺជាថ្ងៃដ៏ល្អដ៏បរិសុទ្ធដែលទូលបង្គំយើងខ្ញុំទាំងពីរអ្នកបានជួបជុំគ្នាដើម្បីនឹងរៀនព្រមទូទ្រង់ប្រងហើយសូមព្រះអង្គបានបើកសម្ដែងឲ្យទូលបង្គំយើងខ្ញុំទាំងពីរបានកាន់តែយល់ច្បាស់នៅបទគម្ពីរខគម្ពីរជាពិសេសគឺព្រះគម្ពីរអេពីសូតចំពោះ4ខ7ដែលលោកគ្រូនឹងលើកយកមកបង្រៀនទូលបង្គំនៅថ្ងៃនេះផងដែរព្រះអង្គហើយគូសូមអរគុណទ្រង់នៅគ្រប់ការទាំងអស់ដែលព្រះអង្គតែងតែគង់នៅកណ្ដាលទូលបង្គំយើងខ្ញុំទាំងអស់គ្នាដើម្បីឲ្យខ្លួនកាន់តែយល់ច្បាស់កាន់តែដឹងអំពីអ្វីដែលជាព្រះបន្ទូលដែលដឹងខុសត្រូវពិតខាងត្រូវនិងអ្វីដែលជាព្រះបន្ទូលដឹងខុសត្រូវពិតខាងខុសផងដែរព្រះអង្គហើយគូសូមអរគុណគ្រប់ការទាំងអស់ផងដែរដែលលោកគ្រូតែងតែចំណាយពេលវេលាដ៏មានតម្លៃដើម្បីនឹងយកពេលវេលានេះមកបង្រៀនទូលបង្គំឲ្យកូនបានយល់ដឹងកាន់តែច្បាស់នៅបទផងដែរហើយកូនសូមអធិដ្ឋានទូលថ្វាយในការរៀនព្រះបន្ទូលព្រះអង្គនៅព្រឹកនេះដែលពឹងអានក្នុងព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអេមែនអមែនអេមែនហ្នឹងហើយពីព្រោះយើងមករៀនព្រះបន្ទូលព្រះយេស៊ូវគ្រីស្ទព្រះបន្ទូលព្រះយេស៊ូវមានន័យថាសម្ដីពិតគ្រីស្ទមានន័យថាព្រមសគត់ហើយមានបជនរស់ឡើងវិញនេះឯងហើយទៅខាងឯងអានខ7ថាម៉េចព្រះគម្ពីរអេពីសូតចំពោះ4ខ7តែមានព្រះគុណផ្ដល់មកយើងរាល់គ្នារៀងរាល់ខ្លួនតាមຂະຫນាតអំណោយទាននៃព្រះគ្រីស្ទដូច្នេះព្រោះព្រះគ្រីស្ទទ្រង់មានអំណោយទានហើយຂະຫນាតមានຂະຫນាតរបស់ទ្រង់ដូច្នេះຂະຫນាតអំណោយទានរបស់ព្រះគ្រីស្ទហ្នឹងគឺទ្រង់នឹងបញ្យល់យើងអំពីតែទ្រង់មានអ្វីដើម្បីប្រទានមកឲ្យយើងណាតែមានព្រះគុណផ្ដល់មកយើងរាល់គ្នារៀងរាល់ខ្លួនតាមຂະຫນាតអំណោយទាននៃព្រះគ្រីស្ទណាដូច្នេះព្រះអត្ថន័យជាព្រះលិខិតរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហ្នឹងណាព្រះគ្រីស្ទហ្នឹងគឺមានន័យថាព្រះលិខិតពេលដែលទ្រង់សគត់នៅលើឈើឆ្កាងគឺទ្រង់បញ្ចេញព្រះលិខិតទ្រង់ដែលខ្ញុំបានប្រាប់ទៅផាន់ឯងតែព្រះលិខិតដែលទ្រង់សគត់លើឈើឆ្កាងណាដែលចាប់ទ្រង់យកទៅសម្លាប់សាតាំងដូច្នេះព្រះលិខិតទ្រង់នៅនឹងដៃសាតាំងមិនងាយអ្នកយល់ទេបាទពីព្រោះសាតាំងដៃប្រឡាក់ឈាមណាបាទដូច្នេះយើងបើសិនជាយើងអ្នកថាជឿទ្រង់តែអត់បានទាន់ជឿនៅឲ្យចិត្តនាំព្រលឹងយើងបើឆ្ងាំងគ្នាទៅវិញទៅមកកោតទោសគ្នាទៅវិញទៅមកអ្នកដែលបរៀនខុសបរៀនអ្វីហ្នឹងនឹងឯងដែលយើងចូលទៅក្នុងទង្វើរបស់សាតាំងហើយអត់ដឹងខ្លួនឃើញណាដូច្នេះខ្ញុំបញ្យល់តែមានន័យថាប៉ុន្តែពេលណាតែនៅដើមដំបូងដាក់ពុនតែបើតែនៅកណ្ដាលត្រឹមតែឃើញណាដូច្នេះតែប៉ុន្តែមានហ្នឹងគឺបរិបូរណ៍ដោយកើតបានណាកើតបានហ្នឹងព្រះអង្គគុណហ្នឹងគឺដំណើរធ្វើឲ្យចម្រើនកើនឡើងសម្ដីពិតដល់ណាដល់ពេលផ្ដល់មកមានន័យថាធ្វើឲ្យដល់ឲ្យពួនឲ្យគឺជួយបង្គ្រប់ជួយបំពេញឲ្យគ្រប់គ្រាន់ឲ្យដល់ទីបំផុតកិច្ចការពួកកិច្ចការហ្នឹងគឺប្រគុណហ្នឹងឯងមកជួយយើងនាំយើងដើម្បីសម្ដីពិតរបស់ទ្រង់ហ្នឹងគឺប្រគុណគឺសម្ដីពិតបើផាន់ឯងធ្វើមិនក៏ដោយឲ្យទៅបានសម្ដីពិតនិយាយពិតគឺផាន់ឯងបានជួយសង្គ្រោះរួចឃើញណាចេញរួចផុតហ្មងពីព្រោះ
ถ้าเป็นนะយើងមានសិទ្ធយើងសំដីពលឹងយើងនិយាយបានសំដីពិតយើងចេញរួចអំពីសាតាំងឃើញទេពួកសាតាំងគាត់ខាងព្រះមិនទូមិនពិតឃើញទេដូច្នេះយើងមកជឿព្រះគ្រីស្ទហ្នឹងទ្រង់សគត់ដើម្បីស្អីព្រោះទ្រង់ទាត់តែសម្ដីទ្រង់សិនព្រះអង្គហ្នឹងព្រះគ្រីស្ទហ្នឹងមានន័យថាព្រះអង្គសម្ដីពិតគ្រីស្ទឃើញទេដូច្នេះដូចប៉ុន្តែខ្ញុំបញ្យល់ហួសបន្តិចប៉ុន្តែនៅមកដល់ទៅមកណាដល់ទៅមកដល់ទីបំផុតកិច្ចការឲ្យដល់ទីបំផុតកិច្ចការហ្នឹងណាគឺផ្ដល់ហ្នឹងគឺឲ្យដល់ទីបំផុតកិច្ចការយើងបាច់ដូចគេថាដូចមិនបាច់ធ្វើអីទេព្រោះប្រគុណហ្នឹងមកជួយសង្គ្រោះយើងឲ្យបានរួចផុតកិច្ចការហើយប៉ុន្តែអត់ដឹងថាប្រគុណហ្នឹងគឺបានសេចក្តីដំណើរធ្វើឲ្យចម្រើនកើនឡើងសម្ដីពិតបាទបើបានដល់សម្ដីពិតហើយប្រគុណនឹងជួយឲ្យផុតកិច្ចការបាត់ហើយបាទប៉ុន្តែតើសម្ដីពិតសិនមិនមែនប្រគុណនឹងមកជួយឲ្យរួចតែម្ដងនោះទេប៉ុន្តែតើតែពលឹងយើងនិយាយសម្ដីឲ្យបានពិតសិនបាទដូច្នេះមកបានតែមកផ្ដល់ធ្វើឲ្យដល់ឲ្យពួនគឺជួយបង្គ្រប់ជួយបំពេញឲ្យគ្រប់គ្រាន់ឲ្យដល់ទីបំផុតកិច្ចការយើងដែលយើងធ្វើហ្នឹងគឺកិច្ចការពលឹងយើងនឹងទទួលយកទៅសម្ដីពិតនឹងឯងហើយផានឯងគិតខ្លួនឯងបើផានឯងនិយាយសម្ដីពិតផានឯងជាមួយនឹងប្រពន្ធកូនបងប្អូនកូនក្មួយទាំងអស់ផានឯងអត់ខឹងគេទេកូនក្មួយក៏ដោយអីក៏ដោយឃើញណាគេត្រឡប់មកយើងវិញយើងទៅគេវិញបើគេមិនត្រឡប់មកយើងវិញទេយើងមិនអាចទៅជួបគេទេពីព្រោះជារឿងគេដែលធ្វើឲ្យយើងចេញពីគេយល់នៅប៉ុន្តែបើគេមកវិញយើងហើយយើងត្រឡប់ទៅវិញពីព្រោះយើងដឹងពីខុសត្រូវបាទគ្រូណាពលឹងយើងក្រោកឈរឡើងឈ្នះចិត្តដូចគេប្រាប់មកប៉ាន់ឯងអញ្ចឹងថាបើពូណែពលឹងឈ្នះចិត្តហើយពូមិនប្រកាន់ទេពូនឹងមកវិញពូមកវិញមែនពូមកពូបានរៀនជាមួយលោកគ្រូសម្រាប់ពូយល់អំពីពាក្យដឹងខុសត្រូវហើយពលឹងឈ្នះចិត្តបាទគ្រូបាទពូនឹងធ្វើជាគំរូមួយដែលឲ្យដឹងថាពូឈ្នះចិត្តបានជាពូត្រឡប់មកវិញពូមិនឲ្យចិត្តរបស់ពូបាទពលឹងពូរហូតនោះទេឃើញទេប៉ុន្តែយើងអត់ដឹងដែរថាពីមុនមកយើងធ្វើអត់ដឹងឲ្យចិត្តនឹងនាំពលឹងយើងធ្វើខុសឲ្យមានបញ្ហាទៅគេបាទយើងធ្វើចាញ់ចិត្តយើងធ្វើទាំងឲ្យចិត្តអ្នកបញ្ជាអ្នកដឹកនាំបានហើយពីមុនយើងធ្វើមានតែដល់គេហើយបានទេគេខាងយើងមែនណាបាទផាន់អីក៏ត្រូវយល់ដែរថាបើអញ្ចឹងយើងត្រឡប់មកយើងត្រឡប់ទៅវិញគាត់ហៅដូច្នេះត្រូវតែទៅអត់មានរឿងអីដែលយើងមិនទៅទេដូចខ្ញុំអញ្ចឹងខ្ញុំនិយាយចំពោះទៅចិត្តខ្ញុំខឹងខ្ញុំអត់ស្រឡាញ់ទេចិត្តតែខ្ញុំស្រឡាញ់មនុស្សព្រោះមនុស្សព្រះបង្កើតមកឲ្យមានពលឹងមែនទេផាន់បាទលោកបាទមិនមានចិត្តទេចិត្តមកក្រោយទេតាហើយផាន់ឯងគិតមើលចិត្តហ្នឹងមកសាតាំងនិយាយម្ដងហើយម្ដងទៀតសាតាំងគាត់មកលបួងអេវ៉ាដើម្បីឲ្យអេវ៉ាព្រមបកុលសិទ្ធដែលព្រះទ្រង់បកុលឲ្យពីដើមណាផ្ដល់ទៅគាត់វិញដូរយកដើម្បីគាត់ដាក់ចិត្តឲ្យនៅអេវ៉ាម៉ែអីខ្ញុំនិយាយឲ្យផាន់អីយល់ហើយផាន់អីត្រូវសួរថាបើលោកគ្រូនិយាយចឹងសួរថាហេតុអីបានជាសាតាំងត្រូវការឲ្យអីវ៉ាព្រមដូរគាត់ដាក់អីនៅគាត់គឺដាក់ចិត្តឲ្យនៅគាត់ឃើញទេផាន់ឯងគាត់អត់មានតន់ដាក់ចិត្តទៅអាដាមបានទេព្រោះអាដាមអត់ចាញ់បោកសាតាំងអាដាមអត់ចាញ់ទេគ្រូហើយនឹងនិយាយផាន់ឯងនិយាយអត់សាតាំងទេប៉ុន្តែអាដាមបានដោយសារតែអីវ៉ា
បានធ្វើអាដាមហ្នឹងទៅមានទោះដូចជាអីវ៉ាដែរបាទ ហើយពីព្រោះ បាទ សាសតាំងលបួងអីវ៉ាបានអីវ៉ាលបួងអាដាមបាន បាទគ្រូបាទ ដើម្បីឲ្យអាដាមហ្នឹងស៊ីផ្លែដឹងខុសត្រូវដែរឃើញណា បាទ ដូច្នេះដល់តែអ្នកទាំងពីរបានស៊ីទាំងអស់គ្នាហើយណាព្រលឹងវិញ្ញាណភ្នែកទៅជីអីហ្នឹងដឹងខោកចូលឡើងហ្មងដឹងខ្មាស់អៀនពីព្រោះមើលទៅវាឃើញ បាទធ្វើឲ្យមាន អាឃើញរបស់យើងណា បាទ នៃលឹងរបស់យើងផ្លោករបស់យើងហើយមើលទៅឃើញយូនីរបស់អេវ៉ាអីហ្នឹងវាដូចជារឿងថាអីមិនក៏ខុសគ្នាអាហ្នឹងគេសម្រាប់ធ្វើអីសម្រាប់ធ្វើអីយ៉ាងណាក៏មានតម្រេកតណ្ហាឡើងឃើញណានេះឯងដបងនោះអត់ដឹងទេស្រាប់តែនៅគោកអត់មានដឹងអីទេឃើញណាអត់មានឃើញផ្លែកឃើញអីទេបានជាខ្ញុំទៅខ្ញុំសួរខ្មែរជាច្រើនសូម្បីតែគ្រីស្ទៀនក៏ដោយប្រហែលជាផាន់អីនៅចាំពាក្យខ្ញុំសួរតែលោកគ្រូអ្នកគ្រូទាំងអស់គ្នាហ្នឹងមានអ្វីដែលជួយលោកគ្រូអ្នកគ្រូដែលអាចមកអង្គុយហើយរៀនហើយឈរទៅជែកនិយាយជាមួយខ្ញុំបានមានទីពឹងមានសំអាងអ្វីដែលអាចជួយមិនឲ្យយើងទាំងអស់គ្នាណែប្របែកគ្នារៀងខ្លួនដែលมันអាចជួបគ្នាបានដោយសារអ្វីជួយគេរមឃើញគេថាមានព្រះជឿព្រះដូចគ្នាគេថាអញ្ចឹងមែនទេបាទ ប៉ុន្តែខ្ញុំប្រាប់ទៅគេផាន់ឲ្យមានចាំទេ ខ្ញុំដូចជាចាំតិចតិចឬបាទដោយសារការបិទបាំងសម្លៀកបំពាក់ទេគ្រូបានធ្វើឲ្យយើងជួបគ្នា នឹងឯងថាដោយសារសម្លៀកបំពាក់ដែលត្រង់សម្រាប់សัตว์យកស្បែកមកបាំងឲ្យទេដែលយើងឡើងមកអង្គុយជួបគ្នារៀនបានណាបើអ្នកទាំងអស់គ្នាខ្ញុំនឹងឯងដែលត្រូវអាម៉ាស់ជាងគេវាឈរនៅមុខបងប្អូននេះឃើញខ្ញុំអស់លីងមែនណាបងប្អូនអង្គុយនៅកៅអីអាចបិទបានមែនណាយល់ទេ បាទយល់ហ្នឹងហើយបើសិនស្ត្រីវិញដោះអីនៅកដាវាដដែលដូចគ្នានៅខ្ញុំមើលឃើញទាំងអស់ណានេះឯងដែលខ្ញុំចង់ប្រាប់ណាអ្វីដែលព្រះទ្រង់ប្រទានមកឲ្យខ្ញុំគឺខ្ញុំយល់ទាំងអស់ដូច្នេះខ្ញុំនឹងឲ្យអ្នកដែលរៀនជាមួយខ្ញុំយល់ទាំងអស់ដូច្នេះហ្នឹងហើយបានតែខ្ញុំនិយាយថាប្រគុណហ្នឹងគឺដំណើរចម្រើនកើនឡើងសម្ដីពិតដល់ឲ្យធួនឲ្យគឺជួយបង្គ្រប់ជួយបំពេញឲ្យគ្រប់គ្រាន់ឲ្យដល់ទីបំផុតកិច្ចការមកត្រឡប់វិលវិញណាដល់ឈ្មោះពលឹងយើងណារាល់គ្រប់គ្នាគាត់ហ្នឹងរៀងរាល់ហ្នឹងរាល់រៀងខ្លួនហ្នឹងគឺសារពាង្គរូបរាងកាយព្រោះពលឹងវានៅក្នុងរូបរាងកាយមែនទេប៉ាន់បាទនឹងឯងព្រោះហ្នឹងឯងមករូបរាងកាយហ្នឹងតាមខ្នាតអំណោយទានតាមហ្នឹងតបផាន់អីរោថាវាតាមហើយប៉ុន្តែតាមរបៀបមិនតាមហ្នឹងមានអត្តន័យ3ទៅ4គាត់អត្តន័យពាក្យតាមមួយម៉ាត់ព្រមដោយដិតដោយខំស្វែងរកពួកពេលណាផាន់អីចង់តាមបើបាត់គោឬបាត់ឡានទៅតាមហៅមែនណាបើផាន់អីដើរតាមរកផាន់អីគ្រាន់តែថាបាត់ឡានវាស្រួលទេតាមរកបើឃើញឡានវាឃើញទៅវាឃើញធំចុះបើបាត់របស់របរដូចជាចិញ្ចៀនពាក់នៅដៃអ្វីដែលតូចតាចផាន់អីក៏តែខំមើលខំតាមដោយដិតដោយខំស្វែងរកមើលយកមែនតើតែមន់តែរកឃើញຂະຫນាតហ្នឹងមែនទេຂະຫນាតហ្នឹងគឺកំណត់រង្វាស់ຂະຫນាតហ្នឹងគ្រាន់តែຂະຫນាតហ្នឹង
យើងរៀនណាយើងខ្មែរយើងចេះភាសាខ្មែរច្រើនប៉ុន្តែគ្រាន់តែមិនដឹងខ្នាតហ្នឹងស្អីគ្រាន់តែខ្នាតដឹងថាហ្នឹងខ្លះគេថាខ្នាតមិត្តសម្រាប់វាស់ខ្នាតបាទហ្នឹងឯងត្រូវហើយវាមិត្តហើយវាកំណត់ហ្នឹងឯងរង្វាស់ហ្នឹងឯងឃើញទេបាទបាទ ហ្នឹងហើយអំណោយទានតែតែផានអីប្របាក់រកអំណោយទានហ្នឹងមានន័យថាយ៉ាងម៉េចណាអំណោយទានដែលគេឲ្យមកយើងឬក៏យ៉ាងម៉េចឃើញទេអំណោយទានហ្នឹងដែលប្រលឹងចង់បានពីព្រោះប្រលឹងឬក៏ចិត្តគេចង់បានអំណោយទានតែពេលណាគេចង់ឲ្យអំណោយទានមកចិត្តមួយណាដែលមិនយកបើគេឲ្យហើយផានអីយល់ខ្ញុំនិយាយទេហ្នឹង បាទគ្រូបាទ ពលឹងប៉ុន្តែអំណោយទានហ្នឹងគឺសម្រាប់ឲ្យពលឹងចង់បានប៉ុន្តែនៅភាសាខ្មែរគេថាសម្រាប់ចិត្តចង់បានដូចគ្នាទេព្រោះមួយចិត្តចង់បានមួយពលឹងចង់បានដែលពលឹងមានឧបនិស្ស័យថាចិត្តមានឧបនិស្ស័យឃើញទេនឹងខាងពពុទ្ធដាក់ថាចិត្តមានឧបនិស្ស័យប៉ុន្តែมันត្រូវពីព្រោះខ្ញុំដាក់ពលឹងមានឧបនិស្ស័យព្រោះបើសិនជាអំណោយទានឧបនិស្ស័យរបស់ព្រះគ្រីស្ទហ្នឹងតោះតែពលឹងចិត្តយកមិនបានទេព្រោះបានឯងដឹងហើយថាចិត្តវាអាក្រក់ណាស់ចិត្តអ្នកណាមួយក៏អាក្រក់ទាំងអស់ហើយចិត្តហ្នឹងលះខាងឯក្នុងខ្នាក់ខឹង បាទ ដៅ ខាងគ្រូបាទ អត់តោងហ្នឹងគឺចិត្តហ្នឹងចេញមកភ្លាម គ្រូបាទគឺចិត្តទាំងអស់គ្រូបាទ បាទដូចជាល្ងាចមិញខ្ញុំបើកឡានមកអំពីកន្លែងខ្ញុំធ្វើការដល់ទៅពេលយើងបើកមកវាមានសញ្ញាព្រួញដែលគេឲ្យបត់យើងចង់បត់ដើម្បីឲ្យតន់កុំឲ្យវាជាប់ដើម្បីវាយូរដល់ទៅពេលខ្ញុំដាក់បត់ទៅអាអ្នកដើរនៅផ្លូវដែលពេលដែលអាព្រួយហ្នឹងទៅពេលវាផុតហើយវាត្រូវមនុស្សដើរប៉ុន្តែមនុស្សហ្នឹងវាដើរមុននឹងព្រួយហ្នឹងចាប់អាពណ៌លឿងឃើញទេដូច្នេះខ្ញុំបត់ទៅខ្ញុំដឹងថាទៅផុតហើយឃើញទេគាត់ដើរមកចិត្តដល់ហើយតែគាត់ដើរស្រូតមកដល់ផ្ទះកតុយឡានក្នុងពងព្រាម ខឹងបាទគាត់ខឹងលោកគ្រូថាបត់ខុស គេខឹងថាខ្ញុំបត់វាមិនគោរពគេដែរ បាទ ហ្នឹងហើយវាខុសទាំងអស់គ្នាទាំងពីរនាក់ប៉ុន្តែប្រពន្ធខ្ញុំសួរថាហីលឺអីខ្ញុំថាអាមួយនោះវាដើរនឹងវាផ្ទះកតុយឡានខ្ញុំថាហើយចិត្តប្រាប់ថាឲ្យឈប់ទៅឲ្យស្ដីឲ្យវាប៉ុន្តែមួយព្រលឹងប្រាប់ថាកុំអី បាទគ្រូ ព្រោះយើងក៏ខុសគេក៏ខុសប៉ុន្តែយើងគួរតែគោរពគេដែរពីព្រោះគេដើរយឺតជាងឡានដែលយើងបើកឃើញទេប៉ុន្តែផាន់ឯងអត់ដឹងព្រោះឡានបើកក្នុងទីក្រុងហើយនឹងកង់ជិះនៅក្នុងទីក្រុងកង់ជិះលឿនជាង បាទគ្រូបាទ លឿនជាងឡានហើយម៉ូតូលឿនជាងឡានមែនទេ បាទគ្រូ ហ្នឹង ឡានមានកំណត់ ផាន់ឯងអាចបត់ទៅឡើងទៅលើបើកនៅចើមខ្នល់អីបានទេឡានដោយព្រោះម៉ូតូគេទៅបានមែនណានៅស្រុកយើងនេះឯងដែលខ្ញុំចង់ឲ្យយល់ណាដូច្នេះយើងដឹងហើយថាຂະຫນາດហ្នឹងគឺជាកំណត់រង្វាស់អំណោយទានដែលពលឹងចង់បានដែលពលឹងមានឧបនិស្ស័យនៃរបស់នៃហ្នឹងមានន័យថារបស់ព្រះអង្គសម្ដីពិតគ្រីស្ទព្រមសគត់ហើយមានបជនរស់ឡើងវិញបើមើលទៅផាន់ឯងមើលបើផាន់ឯងបាននិយាយសម្ដីពិតពលឹងមកផាន់ឯងនិយាយសម្ដីពិតហើយទេផាន់ឯងអាចនឹងអត់ទោសណាបានសេចក្តីថាព្រមស្លាប់ទៅនោះគេព្រមទ្រង់ហ្នឹងព្រះយេស៊ូវហ្នឹងគឺសម្ដីពិតបើទ្រង់មិនពិតទេទ្រង់មិនព្រមអត់ទោសឲ្យគេព្រោះពាក្យសម្ដីមិនពិតចិត្តដែលអត់ទោសឲ្យគេកើតទេ
ចិត្តมันអាចអត់ទោសឲ្យអ្នកណាបានទេផានឯងដឹងហើយឃើញទេប៉ុន្តែសម្ដីពិតព្រះយេស៊ូវទេដែលដាស់តឿនយើងឲ្យអត់ទោសឲ្យគេពីព្រោះយើងមកតាមមកជឿដល់ត្រង់មែនទេ បាទគ្រូ នឹងឯងដល់ព្រមសគត់មានន័យថាព្រមស្លាប់ជំនួសគេមែនទេ បាទគ្រូ ប៉ុន្តែពាក្យពិតมันចេះស្លាប់ទេនឹងរស់ឡើងវិញទៅដែរពុំមានបជនរស់ឡើងវិញទៅដែរពីព្រោះពាក្យពិតនៅតែពិតទៅដែរมันអាចអ្នកណាសម្លាប់បានទេពាក្យពិតហ្នឹងតែតែពាក្យពិតព្រមអត់ទោសឲ្យគេព្រមស្លាប់ជំនួសគេនឹងឯងដែលព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហ្នឹងបើទ្រង់មិនមែនយេស៊ូវសម្ដីពិតទេមិនព្រមស្លាប់ជំនួសពីណាបានទេព្រោះទោះតែរបស់ពិតទើបអាចយកទៅសងថ្លៃពលឹងពិតបានផាន់ឯងជាពលឹងកទូពិតហើយពលឹងផាន់ឯងពិតហ្មងពីព្រោះព្រះទ្រង់ផ្លុំខ្យល់ដង្ហើមនៅលោកុបាតចំពុក2ខ7ហ្នឹងប្រាប់យើងច្បាស់ហើយឃើញណាផ្លុំខ្យល់ដង្ហើមចូលទៅពលឹងក៏កើតមានឡើងមែនទេមានឡើងបាទពីជីវិត ពលឹងក៏មានរស់ឡើងឃើញទេហើយពលឹងរស់ឡើងមនុស្សនឹងមានជីវិត បាទគ្រូបាទ ជីវិតជាទូកដាលមួយមិនមែនជីវិតនឹងដែលខ្ញុំប្រាប់ទៅផាន់អីហ្នឹងជីវិតនឹងមានពីរជីវិតមួយនៅតាមខ្យល់ជីវិតមួយជាពលឹងរបស់យើង បាទគ្រូបាទ ហ្នឹងហើយប៉ុន្តែជីវិតពីរហ្នឹងគឺអ្នកណាសំខាន់ជាងជីវិត ពលឹងសំខាន់ ណាជីវិតរបស់ព្រះសំខាន់ជាងមែនទេ បាទគ្រូបាទវិញ្ញាណខ្យល់បាទគ្រូ ខ្យល់ហ្នឹងគឺនៅក្នុងធាតុទាំង4ដំបូងហ្នឹងឯងឋានដំបូងមកនៅផែនដីហ្នឹងគឺមានធាតុទាំង4ហ្នឹងដីទឹកភ្លើងខ្យល់ហ្នឹងហើយខ្យល់នឹងឯងដែលជាមេនៃដឹកនាំធាតុទាំង3ហើយផាន់ឯងគិតមើលបើផាន់ឯងចង់ប្រកាត់ភ្លើងបើអត់ខ្យល់ក៏អត់ឆេះដែរមែនទេ បាទគ្រូបាទ ហើយចុះបើអត់ទឹកឃើញទេទឹកក៏ដោយបើអត់ភ្លើងក៏អត់ពុះដែរមែនទេក៏អត់ក្តៅដែរដូច្នេះអ្វីទាំងអស់នៅក្នុងដីมันអាចដែលណាទៅអាចនឹងកំទេចចោលបានទេដីនៅតែដីដដែលដូចខ្យល់អញ្ចឹងប៉ុន្តែភ្លើងហើយនឹងទឹកអាចនឹងបាត់បានរលត់បានឃើញទេបើភ្លើងនៅកន្លែងហ្នឹងផាន់ឯងចង់ដុតតែអត់ខ្យល់ក៏ដុតមិនឆេះដែរភ្លើងដឹងទេ បាទ ទឹកក៏ដូចគ្នាដែរมันអាចមិនដែតនៅលើពពកបានទេបើអត់ខ្យល់ត្រូវនេះឯងដែលខ្ញុំចង់ឲ្យយល់នៅក្នុងហ្នឹងគោរង្វាស់អំណោយទានហ្នឹងគឺពលឹងចង់បានដែលពលឹងមានឧបនិស្ស័យនៃរបស់ព្រះអង្គសម្ដីពិតណាគ្រីស្ទហ្នឹងមានន័យថាព្រមសគត់ឲ្យមានបជនរស់ឡើងវិញព្រោះពាក្យពិតរបស់ទ្រង់គ្មានអ្នកណាអាចនឹងសម្លាប់ចោលបានទេគេមិនទទួលស្គាល់ពាក្យពិតខ្ញុំបង្រៀនទៅមែនប៉ុន្តែពាក្យពិតរបស់ខ្ញុំនៅតែពិតទៅដែរឃើញទេ បាទគ្រូបាទ គេមិនទទួលយកទៅសម្រាប់ឲ្យពលឹងគេនឹងគឺការបានសង្គ្រោះតែនឹងរឿងគេទេតែរឿងខ្ញុំរឿងផ្សេងពលឹងខ្ញុំដឹងថាបានសង្គ្រោះពីព្រោះខ្ញុំនិយាយពាក្យពិតបើសិនជាគេថាគេបានសង្គ្រោះតែគេឲ្យចិត្តនាំពលឹងខ្លួនឯងនិយាយភូតភរទៅគេសួរថាបានសង្គ្រោះទេថាបានទៅខាងសាតាំង បាទហ្នឹងហើយសាតាំងគាត់យកព្រោះពាក្យរបស់គាត់
ប៉ុន្តែផាន់ឯងអត់យល់ទេថាព្រះគ្រីស្ទសគត់នឹងសម្រាប់សងទៅអ្នកណាសងទៅព្រះសគត់យកព្រះលិហិតទ្រង់មកសងដើម្បីលុះពលឹងយើងហ្នឹងណាតែព្រះលិហិតនឹងសងទៅអ្នកណាអានឯងរមឃើញសងទៅអ្នកណាសងទៅព្រះមែនទេបាទគ្រូបាទប៉ុន្តែអត់ដឹងព្រះសាតាំងទេមែនទេអត់ដឹងទេគ្រូបាទពួកសាតាំងទៀមទាផាន់ឯងនិយាយផូតពូតផោគេរហូតដល់អាយុក្បែរ50ឆ្នាំពាក្យផាន់ឯងផោពូតគេច្រើនណាខ្ញុំក៏ដូចគ្នាដែរខ្ញុំផូតភូផូតភូតផោគេនឹងវាយូរមកហើយឃើញណាតែខ្ញុំមកនិយាយតែពាក្យពិតតាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះលិហិតទ្រង់ចេញសងខ្ញុំរួចស្រេចទាំងអស់ប៉ុន្តែឲ្យខ្ញុំនៅតែពាក្យពិតជារៀងរហូតតតែថ្ងៃខ្ញុំស្លាប់ទើបព្រះគ្រីស្ទអាចនឹងទទួលខ្ញុំបានឃើញទេបើខ្ញុំផ្ដាច់ថ្ងៃណាមួយបានទៅសាតាំងទៅដែរបាទបើលោកគ្រូផ្្លាត់ថ្ងៃណាមួយឬក៏ផ្លិចនៅកន្លែងណាមួយគឺសាតាំងក្រោបក្រាប់យកវិញបានដដែលទូមកតែយើងមានព្រះបន្ទូលពិតរបស់ទ្រង់ជួនកាលយើងភ្លាត់ទៅលើអ្នកនិយាយដូចជាប្តីប្រពន្ធកូនរបស់យើងដែលនៅភូតភើកុហកណាប៉ុន្តែព្រះទ្រង់អនុញ្ញាតឲ្យទ្រង់ថាដូចជាផាន់ឯងធ្វើកិច្ចការអ្វីមួយណាដែលមិនគួរឲ្យប្រពន្ធផាន់ឯងដឹងប៉ុន្តែកិច្ចការហ្នឹងវាសម្រាប់នៅក្នុងបងប្អូនបាទគ្រូបាទបានជាទ្រង់នៅមានព្រះបន្ទូលមួយឲ្យយើងធ្វើបានបើដៃស្ដាំធ្វើកុំឲ្យដៃឆ្វេងដឹងដៃស្ដាំមានន័យថាម៉េចយើងធ្វើត្រូវកិច្ចការដែលព្រះចង់ឲ្យធ្វើហ្មងស្ដាំគឺធ្វើត្រឹមត្រូវណាឆ្វេងគេនឹងខឹងពីព្រោះពេលណាយើងដឹងថាបើប្រពន្ធយើងមិនចង់ធ្វើកិច្ចការនឹងទេជាមួយនឹងយើងទេយើងអាចធ្វើមិនឲ្យគាត់ដឹងបានណាប៉ុន្តែកុំឲ្យធ្វើយកទៅលេងល្បែងឬក៏ធ្វើទៅរបៀបចោលឥតប្រយោជន៍ក៏ឆ្កោអានឹងមិនសពផាតែព្រះទេអានឹងមិនមែនទេយើងធ្វើខាងកិច្ចការព្រះនឹងចំពោះអ្នកដែលជឿព្រះអញ្ចឹងបានចុះធ្វើខ្ញុំធ្វើចំពោះអ្នកជឿព្រះប៉ុន្តែខ្ញុំដឹងថាអ្នកដែលជឿព្រះបោកខ្ញុំច្រើនតែអ្នកជឿភូតភរកោតែខ្ញុំយល់ថាផាន់ឯងចង់យល់ចង់ចេះសំបីខ្ញុំដាក់អ្វីទៅផាន់ឯងក៏ខ្ញុំបរៀនផាន់ឯងពីព្រោះផាន់ឯងចង់យល់ចង់ដឹងអំពីការពិតបាទណាសំបីតអ្វីក៏ដោយនឹងផាន់ឯងនឹងយកពេលដែលខ្ញុំនៅខ្ញុំនឹងឲ្យការពិតទៅផាន់ឯងណាហើយខ្ញុំប្រាប់ផាន់ឯងដូចខ្ញុំប្រាប់ចឹងថាកុំខ្វល់ពីរឿងអីគិតតែយកព្រះបន្ទូលពិតឲ្យបានណាកិច្ចការអ្វីខាងក្រៅអត់ប្រយោជន៍អីទាំងលុយកាក់អត់ប្រយោជន៍អីទាំងអស់ប្រពន្ធកូនក៏អត់មានប្រយោជន៍អីទាំងអស់ប្រយោជន៍តែព្រលឹងយើងនោះទេព្រោះព្រលឹងកូនគេតាមព្រលឹងកូនព្រលឹងប្រពន្ធគេតាមព្រលឹងប្រពន្ធនៅលើគេអ្នកចាប់យកគ្រាន់តែផាន់ឯងដឹងហើយថាកូនផាន់ឯងគេមិនចង់ឲ្យយើងរវល់ខ្វល់ខ្វាយនឹងព្រលឹងគេទៀតផងយល់នៅបាទគ្រូនេះឯងដែលខ្ញុំចង់ឲ្យយល់នៅក្នុងខ7ហ្នឹងយើងចប់ហើយយល់ឆ្នេះផាន់ឯងមានសំណួរអីសួរពីព្រោះអ្វីក៏ដោយដែលខ្ញុំនិយាយទៅបញ្យល់ផាន់ឯងឆ្ងល់តាណាសួរតាហ្នឹងកុំចេះតែបាតដែលបាតអត់មានបាយហ្នឹងអាហ្នឹងវាមិនល្អទេ
បាទគ្រូបាទបើកន្លែងណាខ្ញុំអត់យល់ខ្ញុំសួរគ្រូហើយតែអត់អីទេគ្រូខនេះខ្ញុំយល់គ្រូ បាទហ្នឹងហើយដូច្នេះយើងទៅខ8បាទគ្រូបាទព្រះគម្ពីរអេវេសូចំពុក4ខ8បានជាទ្រង់មានបន្ទូលថាដែលបានយាងឡើងទៅស្ថានខ្ពស់នោះទ្រង់បានចាប់ពួកឆ្លើយនាំទៅជាឆ្លើយហើយបានប្រទានអំណោយទានដល់មនុស្សដូច្នេះអត្តន័យនៅក្នុង8ហ្នឹងបានគេថាបានជាទ្រង់មានព្រះបន្ទូលថាបានយាងឡើងទៅខាងឋានខ្ពស់នោះទ្រង់បានចាប់ពួកឆ្លើយនាំទៅជាឆ្លើយណាហើយបានប្រទានអំណោយទានដល់មនុស្សមែនទេបាទហើយរកឲ្យល្អពួកពាក្យទាំងអស់សិតតែមានអត្តន័យឃើញណាមាននឹងបានសុំទៅបាននឹងមានន័យថាម៉េចបានសម្រេចប្រយោជន៍បានដល់ព្រមបានក្តីថាសំប្រកបអនពាក្យបានមួយម៉ាត់បានសំប្រកបបានដល់ព្រមបានសម្រេចប្រយោជន៍ឃើញណាសំប្រកបប្រយោជន៍ណាសិតតែជាពាក្យមានអត្តន័យនៅក្នុងហ្នឹងទោះបីតែយើងបានដល់ព្រមសម្រេចក៏ដូចគ្នាយើងបានដល់សម្រេចប្រយោជន៍ក៏ដូចមានបានដូចគ្នាបានសំប្រកបប្រយោជន៍ក៏ដូចគ្នាណាពួកប្រយោជន៍សម្រាប់នឹងដាក់ទេឃើញណាប៉ុន្តែពាក្យបានមួយម៉ាត់នឹងសំប្រកបដល់ព្រមសម្រេចយល់ណាដូច្នេះយើងថាបានសំប្រកបសម្រេចប្រយោជន៍ជាល្អសុខជានឹងមានន័យថាល្អបើផាន់អីជាវាល្អទាំងអស់មិនអញ្ចឹងជាវាសុខអត់ឈឺវាសុខមែនទេដល់តែពេលវាជាហើយល្អហើយសុខហើយផាន់អញសបាយមិនអញ្ចឹងដូច្នេះបើសបាយមានន័យថាជាពីឈឺហើយមិនណាបាទគ្រូដូច្នេះទ្រង់ហ្នឹងមានន័យថាព្រះអង្គណាព្រះអង្គមានន័យថាមាននឹងបរិបូរណ៍ដោយកើតបានព្រះបន្ទូលសម្ដីពិតចេញមកស្ដីមកថានឹងមានន័យស្ដីអំពីណាមកគាត់ថាមួយម៉ាត់ហ្នឹងពូផាន់ឯងថាផាន់ឯងត្រូវស្ដីអំពីអ្វីនិយាយអំពីអ្វីហ្នឹងមិនអញ្ចឹងដែលបានយាងឡើងទៅឋានខ្ពស់ហ្នឹងណាដែលហ្នឹងមានស្អីពួកដែលពួកផាន់ឯងទៅយល់ថាបើផាន់ឯងចង់ឡើងទៅឋានខ្ពស់ទោះតែពលឹងផាន់ឯងនៅមានសល់សម្ដីពិតបើនៅក្នុងពលឹងផាន់ឯងអត់មានសំណល់សម្ដីពិតទេมันអាចឡើងទៅឋានខ្ពស់បានទេទៅឋានខ្ពស់បានទេព្រោះឋានខ្ពស់នោះគេនិយាយតែពាក្យសម្ដីពិតឋានសួគ៌គេនិយាយតែពាក្យបរិសុទ្ធហ្នឹងមានន័យថាស្អាតពិតប្រកបអត់មានលាយឡំអីទាំងអស់អត់មានផាន់ឯងថាខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទប៉ុន្តែខ្ញុំអត់យកស្របជាមួយនឹងលោកគ្រូសីហាបរៀនព្រះបន្ទូលខុសថាណៃអាចថាអញ្ចឹងបានទេពីព្រោះគាត់បរៀនខុសនៅលើគាត់ប៉ុន្តែគាត់យើងដឹងថាគាត់បរៀនខុសហើយគាត់បរៀនខុសអញ្ចឹងពីព្រោះយើងកែគាត់បានតដែរបានឯងចង់ទៅកែលោកគ្រូសីហាឲ្យនិយាយសម្ដីពិតមិនបែបពីព្រោះពលឹងរបស់គាត់ចាញ់ចិត្តដែលនាំឲ្យគាត់បរៀននៅពាក្យអញ្ចឹងសំបីតែខ្ញុំចុះទៅខ្ញុំជួយកែគាត់ក៏គាត់ព្រមដែរចង់កែណែសុខានីក៏សុខានីគាត់ព្រមឲ្យខ្ញុំកែដែរហើយនឹងបងស្រីសុខានីអីចឹងក៏ដោយប៉ុន្តែយើងដឹងថាបងថ្លៃផាន់ឯងស្រីប្តីគាត់បាទប្តីគាត់ឈ្មោះអី
តាអ៊ី បែរទៅគ្រូបញ្យលអីឡើងអីទៅគាត់ព្រមទៅថ្វាយខ្លួនគាត់ព្រមជឿព្រះអង្គម្ចាស់ឃើញទេដោយសារគាត់មានព្រះធម៌ខាងព្រះពុទ្ធច្រើនមកហើយ បាទគាត់អាចារ្យហ្នឹងហើយដល់ទៅពីបញ្យលគាត់អំពីព្រះធម៌និងព្រះបន្ទូលពាក្យសម្ដីអ្វីទៅគាត់យល់ថារួចបានខ្ញុំប្រាប់គាត់ថាព្រះយេស៊ូវនឹងឯងជាតួអង្គព្រះធម៌នោះណាហើយគាត់ក៏យល់ថាមែនបើព្រះពុទ្ធទៅរកព្រះធម៌បានត្រាស់ដឹងជាព្រះពុទ្ធដូច្នេះបើតាអ៊ីគាត់ព្រមទៅចាប់រៀនយកព្រះធម៌ហ្នឹងគាត់នឹងដឹងយល់ថាគ្រាន់តែនិយាយពាក្យពិតតែប៉ុណ្ណឹងតាឧបធម៌ហ្នឹងផាន់អីមកជឿព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយអត់និយាយពាក្យពិតធ្វើម៉េចនឹងឡើងទៅឋានខ្ពស់បាននឹងឯងដែលពីព្រះពាក្យពិតហ្នឹងដែលទ្រង់យាងមកហ្នឹងទ្រង់សកត់អីហ្នឹងហើយហ្នឹងសកត់មិនហ្នឹងជាប់ព្រមសកត់អត់ទូគេហើយហ្នឹងដល់ពេលទ្រង់យាងទៅឋានខ្ពស់ទ្រង់ចាប់ពួកឆ្លើយទៅជាមួយមិនចឹងនេះឯងដែលទ្រង់ចង់មានព្រះបន្ទូលដល់រួចដែលនៅសរសម្ដីពិតបានសម្រេចប្រយោជន៍យាងនឹងមានន័យឈានដើរឡើងទៅខាងខ្ពស់ឡើងមានន័យទៅខាងខ្ពស់ហើយខ្ពស់ហ្នឹងយើងដឹងថាឋានសួគ៌ឃើញណាទៅមានន័យថាឃ្លាតចាក់ទីដោយដើរដំណើរដល់ឋាននឹងមានន័យថាទីកន្លែងតំបន់ទីតាំងទីតម្កល់ខ្ពស់មានទីតម្កល់ខ្ពស់មែនព្រោះខ្ពស់មានចំហអញ្ជរវែងច្រើនឡើងលើប៉ុន្តែចំពោះអ្នកដែលជឿដែលគេរកព្រះបន្ទូលសម្ដីពិតនិងសម្ដីមិនពិតនឹងមិនឃើញគេថានៅក្បាលគេថាឋានសួគ៌នៅក្បាលហ្នឹងឯងមុននោះនិយាយច្រើនណាពួងក្បាលហ្នឹងទុកទៅនៅក្បាលសុបទៅនៅក្បាលយល់នៅប៉ុន្តែឋានសួគ៌មានមែនបើនៅក្បាលហ្នឹងសុកទុកនៅក្បាលហើយក្បាលវាមិនដែរទៀបទេក្បាលខ្ពស់មែនណាបាទចូលបើក្បាលខ្ពស់ហើយហ្នឹងបើខ្ញុំនៅតែនិយាយពាក្យមិនពិតទៅប្រាប់ផាន់ឯងថានិយាយពាក្យមិនពិតធ្វើម៉េចក្បាលខ្ញុំនឹងសុខកើតពួកខ្ញុំพูดเพ้อក៏តើតែពាក្យខ្ញុំនិយាយនឹងវាពិតទើបក្បាលខ្ញុំវាសុខបានផាន់ឯងគិតមើលស្មានតែផាន់ឯងល្ងងណាស់ទៅអីយ៉ាងម៉េចខ្ញុំនិយាយพูดទៅផាន់ឯងមិនដឹងខ្ញុំพูดទេអីម៉េចទុកតាមពេលដែលខ្ញុំនិយាយផាន់ឯងមិនទាន់ដឹងមែនប៉ុន្តែទៅមុខពាក្យพูดនឹងចេញឲ្យផាន់ឯងដឹងទៅដែរដូចខ្ញុំនិយាយពាក្យពិតហ្នឹងបបាក់ផាន់ឯងចាប់យកទៅវិញពីព្រោះពាក្យពិតផាន់ឯងអត់ទាន់មានបាទលោកព្រោះហេតុអីព្រោះពលឹងផាន់ឯងអត់ទាន់មានពាក្យពិតធ្វើម៉េចខ្ញុំនិយាយពាក្យពិតផាន់ឯងដឹងថាខ្ញុំនិយាយពាក្យពិតដូចឧទាហរណ៍ដូចផាន់ឯងធ្លាប់តែនិយាយพูดគេនិយាយពិតគេថាថ្ងៃក៏មកพูดអញបាទទៅប្រាប់ហើយតាគ្មានអ្នកណាបរិសុទ្ធសុចរិតទេសំបីតែម្នាក់ក៏គ្មានផងមិនអញ្ចឹងបាទអត់សំបីតែម្នាក់អត់មានទេគ្រូកើតមកលើផែនដីគ្រប់គ្នាទាំងអស់សំបីតែព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកដំបូងក៏ទ្រង់នៅพูดเพ้อក៏ដូចយើងដែរតែអ្នកណាដឹងថាព្រះយេស៊ូវនៅនិយាយพูดเพ้อក៏ផឹកស៊ីជាមួយមិត្តភក្តិទេអត់មានអ្នកណាហ៊ាននិយាយទេណាពុទ្ធទេគ្រូបងមានបាទដឹងពុទ្ធទ្រង់យាងមកជាមនុស្សទ្រង់ដូចគ្នាមកធ្វើជាងឈើទ្រង់មានពួកម៉ាក់មិត្តភក្តិទ្រង់ស៊ីផឹកជួយគ្នានិយាយលេងជាមួយគ្នាបានទាំងអស់បាទគ្រូបាទដល់តែទ្រង់មានបច្ចុប្បន្ន30ឆ្នាំគេថាម្នាក់នឹងអត់ដែរឃើញហ៊ានអីសោះស្រាប់ចេះព្រះបន្ទូលថាមែនទេទ្រង់មានឪពុករបស់ទ្រង់ដែលធ្វើជាងឈើណែ
ឪពុកគាត់ឪពុកព្រះយេស៊ូវប្តីម៉ារីហ្នឹងឈ្មោះយូសែប យូសែបហ្នឹងហើយយូសែបម្ដាយប្តីមេរីហ្នឹងឈ្មោះយូសែបធ្វើជាងឈើ ជាងស្បាតជាងឈើ ហ្នឹងហើយព្រះយេស៊ូវត្រូវធ្វើជាងឈើជាមួយឪពុកហ្នឹងហើយ30 ឆ្នាំផាន់អីស្មានព្រះយេស៊ូវធ្វើអី បាទគាត់មានបងប្រុសបងអីតាច្រើនបងប្អូន អត់ទេគាត់មានតែប្អូនប្អូនស្រីមួយ បាទ ប្អូនប្រុសមាន3បន្ទាប់ពីទ្រង់ទៅហើយបានប្អូនស្រីមួយឃើញណាជាមួយនឹងយូសែបម៉ារីបានមួយយូសែបដូច្នេះយើងដឹងថាទ្រង់ធ្វើជាងឈើទ្រង់នៅមកពេលនោះបើជាងឈើយើងធ្វើបានលុយបានកាក់មកទៅទិញបៀទិញស្រាពីព្រោះទ្រង់សោយស្រាតាឃើញទេពេលដែលទ្រង់ទៅពេលដែលនាំទៅនៅអីចិត្តកាលីលេហ្នឹងគេការអីហ្នឹងគេអញ្ជើញទ្រង់ទៅដែរទ្រង់ថាអញមកពួកឯងទាំងអស់គ្នាអត់ដែលបានផឹកស្រាល្អទេឃើញណាដូច្នេះទ្រង់ឲ្យគេដងទឹកមកឲ្យទ្រង់ក៏ឲ្យទឹកនឹងទៅជាស្រាល្អជាងស្រាពួកអ្នកដែលគេទិញផឹកនឹងទៀតណាបាទគេថាព្រះអង្គលាក់ស្រាមិនក៏មិនយកស្រាល្អមកឲ្យមកមុនមិនក៏យកមកក្រោយតែបុតដងទឹកមកតាហ្នឹងហើយពួកស្រាវាជាតិទឹកមែនណាបាទជាតិទឹកហើយនឹងខ្ញុំនឹងរកអត្តន័យនៅក្នុងនោះនឹងបកឲ្យផាន់ឯងទៅមុខប៉ុន្តែខ្ញុំត្រូវបកនៅក្នុងនៅសបុតរបស់សាវកពោឲ្យរួចសិនឃើញណាដើម្បីឲ្យផាន់ឯងយល់បាននៅក្នុងអេពីសូតពួកអេពីសូតខ្ញុំបករហូតទៅដល់ខចំពុក6រួចហើយបាទណាខ្ញុំនឹងបញ្យល់ឲ្យផាន់ឯងយល់នឹងឯងដល់ទៅខ8ហ្នឹងបានប្រាប់អញ្ចឹងបានសម្រេចជាល្អសុខសប្បាយជាពិជ័យទ្រង់ព្រះអង្គមានបរិបូរដោយកើតបានព្រះអង្គព្រះបន្ទូលហ្នឹងគឺសម្ដីពិតណាព្រះបន្ទូលរបស់ទ្រង់មានព្រះបន្ទូលពេលដែលទ្រង់យាងចេញទៅមកឲ្យលោកយូហានធ្វើបុណ្យជាមួយទឹកឲ្យរួចហើយហ្នឹងទ្រង់អត់មានព្រះបន្ទូលពាក្យភើភូតភើកុហកដូចមុនទេទ្រង់មានព្រះបន្ទូលពិតហ្មងពួកពិតនឹងឯងដែលជួយទ្រង់បានសង្គ្រោះយើងបានពួកពាក្យពិតបើសិនជាយើងអត់និយាយពាក្យពិតយើងជួយគេមិនបានដែរព្រោះអ្នកដែលចង់បានតែពាក្យពិតផាន់ឯងនៅនាំឲ្យចិត្តនាំព្រលឹងផាន់ឯងនិយាយភូតភើគេតែមិនចង់ឲ្យគេនិយាយភូតភើខ្លួនឯងទេមិនចឹងហ៎បាទនឹងឯងដូច្នេះទ្រង់ជ្រាបណាស់ថាមនុស្សទាំងអស់ក្នុងព្រលឹងគេចង់បានតែពាក្យពិតទេប៉ុន្តែចិត្តមកនាំព្រលឹងយើងឲ្យនិយាយភូតភើកុហកគេនេះឯងដែលខ្ញុំដឹងហើយបានខ្ញុំប្រាប់ផាន់ឯងព្រោះសម្ដីពិតហ្នឹងចេញមកស្ដីអំពីដែលនៅមានតសម្ដីពិតបានសម្រេចយាងឈានដើរឡើងទៅខាងលើទៅឃ្លាតចាក់ទីដោយដំណើរដើរដល់ឋានទីកន្លែងតំបន់ទីតាំងទីតម្កល់ខ្ពស់ដែលមានចំហខ្ពស់ទៅលើនោះមានន័យថាប្រកបពិតគាត់ទៅពាក្យនោះនឹងយើងមើលទៅឃើញឆ្ងាយប៉ុន្តែប្រកបពិតជាមើលឃើញពិតហ្មងឃើញប្រកបឃើញពិតទ្រង់ព្រះអង្គសម្ដីពិតបានសម្រេចប្រយោជន៍ចាប់ណាបានដល់ព្រមក៏បានយើងដាក់ថាដល់ព្រមសម្រេចប្រយោជន៍ចាប់បើផានអីចង់ចាប់ធ្វើម៉េចតរកាន់មមចាប់យកមកកាន់ដៃមែនណាតរកាន់ឲ្យមមតកាន់មមធ្លាក់បាត់ទៅវិញមែនផ្ដួចឡើងមានគាត់កាន់ហ្នឹងដល់ពេលចាប់ហ្នឹងគឺកាន់ឲ្យផ្ដួចឡើងហើយមាននៅដៃផានអីយូរចេះ
មានហ្នឹងបានក្តីថាពួកប្រមូលដោយក្រុមចិត្តពួកត្រង់ចាប់ពួកចិត្តបាទចិត្តហ្នឹងវាឆ្លើយហើយផាន់អីឃើញមែនហើយព្រោះចិត្តឆ្លើយហ្នឹងមែនណា បាទ ចិត្តនឹងផាន់ឯងចិត្តនឹងខ្ញុំចិត្តអ្នកណាក៏ដោយសើឆ្លើយទាំងអស់និយាយអត់ដឹងមីងអត់ដឹងមីអត់ដឹងពុកអត់ដឹងឪពុកអត់ដឹងម្ដាយអត់ដឹងណាណាទេតែខឹងហើយចេញមកឆ្លើយហ្មងព្រោះចិត្តនឹងឆ្លើយអញ្ចឹងហើយអត់មានដឹងអត់ដឹងមកម៉ែដូចកូនផាន់ឯងនិយាយមកផាន់ឯងតែខែទៅឲ្យផាន់ឯងខឹងព្រោះតែវាខឹងគឺវានិយាយចេញពាក្យឆ្លើយតែឆ្លើយហ្នឹងដែលមានអាការៈព្រៃឆ្កងឆ្កងពាក្យឆ្លើយហ្នឹងព្រោះផាន់ឯងដឹងហើយថាចិត្តជាឆ្លើយព្រោះចិត្តនៅផាន់ឯងចិត្តនៅខ្ញុំឆ្លើយវានៅមួយយើងវាឲ្យយើងឆ្លើយហ្មងបើបើកឡានឯងខុសបន្តិចហើយដឹងខ្លួនឯងថាខុសដែរហើយគេទះឡានឯងមិនបន្តិចវានៅកពិតហើយគ្រាន់តែទះលឺផុងបន្តិចដៃវាទៅដែរនេះវាយខ្លាំងគ្នាឈឺដៃព្រោះវាយដែកណានេះគឺយកដៃបាត់ដៃទះគ្រាន់តែលឺផុងហើយទៅរឿងអីវាណាទៅផុតទៅហើយណាអូចាំខឹងទៅអញអាពុចិត្តវានៅខ្ញុំមិននាំថាឲ្យខឹងអញថាខឹងណាប៉ុន្តែអញជប់ស្ដីឲ្យវាទេព្រោះអញដឹងថាអញក៏ខុសវាក៏ខុសពីព្រោះវាដើរមុនភ្លើងដែលលឿងហ្នឹងវាអស់ទៅទៀតផងណាស់ឃើញអញ្ចឹងមែនព្រោះឡានខ្ញុំមានកាមេរ៉ាប៉ុន្តែយកបានប្រយោជន៍ស្អីរឿងអញ្ចឹងប្តឹងបានប្រយោជន៍អីយើងនិយាយទេនេះឯងដែលប៉ុន្តែគ្រាន់ថាចិត្តដែលនៅក្នុងយើងធ្វើមិនឲ្យយើងសុបាយមែនទេបាទចិត្តហ្នឹងវាឆ្លើយចិត្តហ្នឹងឆ្លើយវាមិនឲ្យយើងសុបាយទេព្រោះអ្នកណាសុបាយអ្នកណាកើតទុក្ខបានឯងដឹងហើយថាឈាមជាអ្នកសុបាយឈាមជាអ្នកកើតទុក្ខចិត្តវាដែរកើតទុក្ខអីចិត្តវាគ្រាន់តែឆ្លើយប៉ុណ្្នឹងឯងវាធ្វើឲ្យឈាមយើងហ្នឹងល្អកកកនឹងឯងមិនឲ្យសុបាយមិនឲ្យសុខទេតម្រាំតែព្រះបន្ទូលយើងមើលទៅពុតបានលាងសម្អាតឆ្លើយនឹងបានចិត្តឆ្លើយហ្នឹងចាប់ឆ្លើយហ្នឹងហើយខ្លះព្រះអង្គថានោះទ្រង់បានចាប់ពួកឆ្លើយនាំទៅជាឆ្លើយហ្នឹងឯងដល់រួចទៅខ្ញុំនឹងឲ្យពាក្យទាំងអស់ណាឆ្លើយហ្នឹងដែលមានអាការៈព្រៃឆ្កងឆ្កងបាទហ្នឹងហើយហើយនឹងពាក្យខ្មែរយើងគាត់សម្ដីសងជឿណាដាក់មកអញ្ចឹងពួកឆ្លើយនិយាយអាការៈហ្នឹងពាក្យសម្ដីឆ្កងមកហ្មងហើយកោងកាចហើយព្រៃមកហ្មងព្រៃហ្នឹងវាកោងកាចវាពិបាកវាច្បាក់អាហ្នឹងគេថាព្រៃហ្នឹងពាក្យព្រៃហ្នឹងគេដាក់ឆ្កងណាហើយនាំណាយកនាំទៅជាឆ្លើយនាំហ្នឹងមានន័យថាម៉េចនាំយកមកជាមួយផងបបួលឲ្យឬក៏យើងថានាំបបួលឲ្យណាដោយនៅសម្រួលចិត្តឲ្យជឿណាគ្រាន់តែនាំហ្នឹងនាំដូចយើងបបួលថាចិត្តឲ្យជឿឲ្យព្រមតាមទៅនឹងឃ្លាតចាក់ទីដោយដើរដល់វិលត្រឡប់វិញជាមិនល្អឆ្លើយដែលនៅក្នុងចិត្តមានអាការៈព្រៃឆ្កងដែលព្រះបន្ទូលពុតចាប់បានក្នុងសង្គ្រាមបាទដូចឆ្លើយសឹកព្រោះឆ្លើយសឹកដូចឆ្លើយសឹកអញ្ចឹងពីព្រោះបើសិនផាន់ឯងគិតមើលបើពាក្យមិនពិតផាន់ឯងមិនពិតទេมันអាចចាប់ពួកចិត្តជាឆ្លើយបានទេបាទបើផាន់ឯងអត់តន់យល់អំពីពាក្យព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាពាក្យពិតទេផាន់ឯងមិនមើលទៅគ្រូណានិយាយពាក្យមិនពិតបានទេឃើញទេមានតែផាន់ឯងដឹងថាព្រះយេស៊ូវគ្រីស្ទជាព្រះបន្ទូលពិត
ហើយផាន់ឯងនិយាយពាក្យពិតហើយទើបដឹងថាគេនិយាយពាក្យមិនពិតបានពាក្យឆ្លើយបានចិត្តនាំព្រលឹងឲ្យគេនិយាយបានខ្ញុំស្គាល់គ្រូទៅទាំងនោះអ្នកបរៀនណាដឹងគេបរៀនមកពិតដឹងគេបរៀនមកពិតប៉ុន្តែខ្ញុំមិនទាន់បានជួបមួយណាបានខ្ញុំសួរផាន់អីនោះផាន់អីធម្មតាជួបថាបើមិនដែរជួបទេជួបមានជួបនៅថានៅឯទៅបើមិននៅទេផាន់អីទៅធ្វើមិនឲ្យបានពាក្យពិតកើតត្រូវមានមួយដែលផាន់អីរៀនជាមួយនឹងនិយាយពាក្យពិតទៅផាន់អីយកពាក្យពិតបានមែនទេបាទគ្រូថាវាអត់ដែរឃើញវាមិនដែរឃើញមិនក៏ខ្ញុំដឹងខ្ញុំមានពាក្យពិតខ្ញុំឲ្យទៅផាន់អីបើវាអត់មានឃើញបើផាន់អីថាទឹកមិនឃើញលោកគ្រូមួយហ្នឹងវាត្រូវពីព្រោះខ្ញុំនិយាយពាក្យពិតទៅផាន់ឯងសំបីចុះទៅផាន់ឯងដឹងហើយអ្នកណានិយាយជាមួយខ្ញុំដែរខឹងជាមួយអ្នកណាសំបីសីហាក៏ដោយសុខានីក៏ដោយអ្នកណាក៏ដោយនៅម្ដុំខ្ញុំគេនិយាយអ្វីក៏ដោយខ្ញុំចង់ឲ្យគេសប្បាយឲ្យគេយល់ពាក្យដែលគេនិយាយវាមិនត្រូវយករឿងដែលខ្លួនឯងនៅក្នុងខោក្នុងសពុតយកមកបច្ចេញនិយាយពាក្យចាស់ចាអូងនៅផ្សារទេបាននេះខ្ញុំនិយាយទៅនិយាយម្ដងទៀតនឹងនិយាយច្រើនដងហើយពាក្យហ្នឹងពីព្រោះសៃហាគេថាអូនិយាយហ្នឹងអូដល់តែពេលខ្ញុំនិយាយទៅអូជាប់មាត់លោកគ្រូជាប់មាត់ដឹងថាខ្ញុំនឹងនិយាយទៅនាងនោះហើយហើយយកពាក្យអានោះមែនណាបើពាក្យមែនខ្ញុំឲ្យកវលមកគូយកទៅមកខ្ញុំពាក្យឲ្យអានោះគាត់ទៅពាក្យនៅឥឡូវទៅពាក់ទៅពាក់កន្លែងហ្នឹងមិនអោយហ្នឹងហើយពាក់នៅហ្នឹងបានអោយមានចោះមានអីហើយនៅខ្ញុំនិយាយដូច្នេះហ្នឹងឯងពីព្រោះវាសบายខ្ញុំផងបាទនិយាយទៅមានអ្នកខ្លះដើរចេញឯងគ្រូអៀនប៉ុន្តែអ្នកដែលភ្ញាក់គាត់អៀនទេគាត់វាចលុះមាត់ទៅចូលបើគាត់អៀនហើយខ្ញុំអៀនមិនបើខ្ញុំដឹងពាក្យខុសត្រូវហើយហ្នឹងយើងវាអត់ត្រូវនិយាយណាបាទមើលហើយបើកុំនិយាយមុខខ្ញុំឲ្យខ្ញុំលឺវារឿងអីបើអត់អីទេតែនិយាយខ្ញុំលឺហើយអ្នកឯងជីកគិចមិនរួចទេច្បាស់ខ្ញុំកែឲ្យអ្នកឯងយល់នៅយល់យល់ហ្នឹងឯងដែលឆ្លើយហ្នឹងគឺចាប់ព្រៃផ្សាយហ្នឹងនាំហ្នឹងគេយកទៅជាមួយផងណាឬក៏ពាក្យថាបបួឲ្យដោយនៅសម្រួលចិត្តឲ្យជឿមិនសម្រួលព្រលឹងសម្រួលចិត្តហ្នឹងព្រោះចិត្តហ្នឹងអាចនឹងឲ្យជឿណាដែលដាក់ឲ្យជឿឲ្យព្រមតាមទៅហ្នឹងមានន័យឃ្លាតចាក់ទីដោយដើរទៅដល់វិលវិញជាមិនល្អឆ្លើយព្រោះតាជាល្អវាមិនមែនឆ្លើយទេតាជាមិនល្អបាទព្រោះឆ្លើយហ្នឹងគឺមានន័យដែរនៅក្នុងចិត្តមាននិយាយពីអាការៈប្រេងឆ្កងហ្នឹងដែលព្រះបន្ទូលពិតចាប់បាននៅក្នុងសង្គ្រាមព្រោះព្រះបន្ទូលពិតគេចាប់បាននៅក្នុងសង្គ្រាមពាក្យដែលខុសឆ្គងហ្នឹងគេចាប់បានណាព្រោះប្រផាន់អីដឹងយល់ពីពាក្យខុសត្រូវហើយផាន់អីចាប់គេបានដូចខ្ញុំចាប់គេបានទាំងអស់ឃើញទេនេះឯងដែលខ្ញុំចង់ឲ្យផាន់អីយល់ហើយមានន័យថាបានប្រទានអំណោយទានដល់មនុស្សណាហើយយើងនឹងរកហើយនឹងកណ្ដងទៅជាស្រេចឬក៏ហើយស្រេចបានដល់ព្រមសំប្រកបសម្រាប់ប្រយោជន៍ប្រទានអំណោយដែលឲ្យដាច់អំណោយទានហ្នឹងគឺអំណោយដែលឲ្យដាច់តើឲ្យដាច់ស្អីឲ្យដាច់ខាងឯសម្ដីពិតព្រោះអំណោយដាច់ហ្នឹងគឺអំណោយដែលព្រះអង្គម្ចាស់ព្រះបន្ទូលពិតទ្រង់មានអំណោយអីឲ្យផាន់អីមានតែឲ្យអំណោយសម្ដីពិតទេពិតបាទព្រោះសម្ដីពិតទើបអាចទៅនៅឋានសួគ៌បានគឺអំណោយដែលឲ្យដាច់សម្ដីពិតប្រគល់ឲ្យហ្នឹង
ជាអំណោយទានដែលគួរឲ្យប្រលឹងចង់បានតែពាក្យពិតឃើញណាដែលប្រលឹងមានឧបនិស្ស័យព្រលឹងមានឧបនិស្ស័យនឹងព្រលឹងនឹងឯងដួតចង់បានជួបតែពាក្យពិតនឹងឯងផាន់អីទៅណាក៏ដោយចង់ឲ្យគេនិយាយពិតដាក់ខ្លួនឯងតែខ្លួនឯងទៅមិននិយាយពិតដាក់គេទេប្រើគេដល់តែគេប្រើគេយើងខាងគេដល់តែយើងប្រើគេមិនគេមិនខាងយើងអីមិនតែខាងដូចគ្នាបាទដូច្នេះនឹងឯងថាមានឧបនិស្ស័យហ្នឹងគឺព្រលឹងយើងទេជាអ្នកទទួលឧបនិស្ស័យសម្ដីពិតហ្នឹងឃើញទេតើតែព្រលឹងយើងព្រមនិយាយសម្ដីពិតទើបមានឧបនិស្ស័យហ្នឹងឧបនិស្ស័យគឺព្រលឹងយើងជាអ្នកចាប់យកបានសម្ដីពិតបាទដល់ចំពោះព្រលឹងយើងហ្នឹងព្រលឹងមនុស្សហ្នឹងគឺយើងជាអ្នកដឹងខុសត្រូវហ្នឹងបើដល់បានព្រលឹងយើងហើយជាមនុស្សជនអ្នកដឹងខុសត្រូវពីមុនមកយើងជាមនុស្សមែនប៉ុន្តែជនដែលឲ្យជនព្រលឹងដែលចិត្តដឹកនាំឲ្យនិយាយពាក្យដឹងខុសត្រូវប៉ុនភូតគេយល់នៅនេះឯងដែលយើងចង់ឲ្យផ្លាក់ផាន់ឲ្យយល់ដូច្នេះយើងបានពីខយើងយកមកខទៀតចុះខ9បាទអេពីសូតចំពុក4ខ9តែដែលថាទ្រង់យាងឡើងទៅនោះតើមានន័យដូចម្ដេចបើមិនមែនថាទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះតែដូច្នេះតើផាន់អីងាយទៅទេពាក្យទាំងអស់ហ្នឹងតែដែលថាទ្រង់យាងឡើងទៅនោះតើមានន័យដូចម្ដេចចង់និយាយពីន័យអត្តន័យពាក្យហ្នឹងដូចម្ដេចបើមិនបានថាទ្រង់បានយាងចុះទៅដល់ឋានទាបក្រោមឋានទាបហើយក្រោមទៀតជាមុនប៉ុណ្ណោះបាទក្រោមដីជាមុនប៉ុណ្ណោះហ្នឹងហើយឋានទាបក្រោមដីជាមុនប៉ុណ្ណោះបាទនៃព្រះអង្គព្រមសគុតបានចុះទៅឋានព្រះអង្គមានវិញមែនគ្រូឡើយហ្នឹងយ៉ាងហើយព្រោះតែពេលណាមនុស្សស្លាប់គេយកទៅដាក់ក្នុងភ្នំអញ្ចឹងបាទលោកបាទតែក្នុងភ្នំវានៅក្រោមដីមិននៅលើដីកើតទេភ្នំមែនទេបាទដូច្នេះយើងមើលហើយតែហ្នឹងប៉ុន្តែដែលនៅមានសល់សម្ដីពិតតែឃើញពាក្យដែលហ្នឹងសិតតែនៅមានសល់អីរបស់សល់អីណាដែលនៅមានសល់សម្ដីពិតថាស្ដីអំពីទ្រង់ព្រះអង្គណាព្រះអង្គនឹងសម្ដីពិតនឹងឯងយាងឈានដើរឡើងទៅខាងលើណាទៅឃ្លាតចាក់ទីដោយដើរដល់នោះពិតប្រកបថាសម្ដីពិតនឹងមានបរិបូរដោយកើតបាននៃសម្ដីណែនាំន័យហ្នឹងគឺសម្ដីណែនាំសម្ដីអធិប្បាយសម្ដីពន្យល់ហេតុតំណងលំនាំដូចម្ដេចយ៉ាងម៉េចព្រោះមុននឹងត្រង់ឡើងទៅខាងលើដល់ទីឋានដល់ខាងលើហ្នឹងពូហ្នឹងណាទៅលើរួចហើយហ្នឹងឈានឡើងទៅលើរួចហើយហ្នឹងណាដូចម្ដេចបើមិនបានថាត្រង់បានយាងចុះទៅដល់ឋានទាបក្រោមដីជាមុនប៉ុណ្ណោះណាបើនឹងមានន័យថាម៉េចបើមិននឹងបើប្រសិនជាមិននឹងមានន័យថាពុំមែនប្រកបពិតពុំមែននឹងគឺពិតប្រកបនឹងពុំមែនពិតប្រកបជាសម្ដីជាស្ដីអំពីទ្រង់ព្រះអង្គសម្ដីពិតបានណា
បានសំបានប្រយោជន៍ណាសម្រាប់ប្រយោជន៍យាងឈានដើរចុះហ្នឹងទៅពីទីខ្ពស់ទៅកាន់ទីទាបតែទៅពីខ្ពស់មកកាន់ទីទាបណាហើយត្រង់យាងពីឋានសួគ៌ចុះមកទីទាបឋានក្រោមយើងដែលខ្ញុំប្រាប់ផាន់ឯងថាជាឋានឃុំពលឹងមនុស្សស្លាប់ហើយត្រង់មកឋានឃុំពលឹងមនុស្សស្លាប់យើងហ្នឹងដើម្បីត្រង់សគត់ហើយសង្គ្រោះពលឹងពួកដែលយើងត្រូវស្លាប់ជាមួយសាតាំងហ្នឹងហើយណាហើយត្រង់យើងចុះមកមុនហ្នឹងហើយមុនក្រោមដីហ្នឹងគឺត្រង់ចុះមកមុនហ្នឹងឯងហ្នឹងចុះពីទីខ្ពស់ទៅកាន់ទីទាបពីទីលើទៅកាន់ទីក្រោមទៅឃ្លាតចាក់ដោយណាទៅឃ្លាតចាក់ទីដោយដើរដល់ចំពោះឋាននេះគឺមានន័យថាទីកន្លែងទីតាំងទីតម្កល់ទាបហ្នឹងទីតីពីខ្ពស់គឺតិចតម្កល់តិចជំហរតែតិចតម្កល់តិចជំហរក្រោមនោះមានន័យទីតីពីលើដីភពផែនដីនេះមិនមែនត្រង់មកហើយសគត់នៅក្នុងដីទេគឺត្រង់មកនៅដីហ្នឹងគឺភពផែនដីនេះណាមិនតែនៅក្រោមដីទេត្រង់ចុះពីលើមកត្រង់មកនៅផែនដីយើងហ្នឹងមានអីដែលจะសម្រាប់ពាក្យពិតបានចុះទៅដេកនៅក្នុងដីអត់មានទេប៉ុន្តែត្រង់ចុះពីឋានសួគ៌មកដីមុនបានត្រង់មករួចហើយជួយសង្គ្រោះពលឹងយើងហើយបានត្រង់ឡើងត្រឡប់ទៅវិញត្រង់គ្មានចូលទៅក្នុងដីទេយល់នៅដីហ្នឹងគ្រាន់តែពាក្យដីហ្នឹងមានន័យថាភពផែនដីនេះហើយត្រង់ចុះមកភពផែនដីយើងមុនមែនទេភពផែនដីយើងដូចខ្ញុំប្រាប់ថាឋានឃុំពលឹងមនុស្សស្លាប់មែនទេហើយដែលខ្ញុំប្រាប់ផាន់ឯងថាឋានឃុំពលឹងមនុស្សស្លាប់ហ្នឹងអាចនឹងជួយបានប្រហែលជា 3% ប៉ុណ្្នឹងឯងបាទបាន 3% 97គឺនៅលើដៃសាតាំងបាទប៉ុន្តែយើងមើលទៅឃើញចង់មែនពីព្រោះចិត្តដែលមកនាំពលឹងគេមានអ្នករឹងរូសសឹងគ្រប់គ្នាខាងឯងមើលចោះមានតែពលឹងព្រមស្ដាប់ព្រះបន្ទូលពិតទេដែលចេញរួចហើយខាងឯងមើលទៅសីហាក៏ដោយសុខានីក៏ដោយទង្វើគេធ្វើនៅក្នុងអវ័យក៏ដោយគេឲ្យចិត្តនាំពលឹងគេធ្វើទាំងអស់ដល់ទៅពេលកន្លែងដែលគេធ្វើពាក្យសម្ដីគេប្រកែណាគេនិយាយអូខ្ញុំចង់សង់ភាដីខ្ញុំមានស្អីខ្ញុំមានណានិយាយដើម្បីនឹងលបួងគេដើម្បីឲ្យគេដាក់ដង្វាយឲ្យដើម្បីយកធ្វើភាប៉ុន្តែលុយខ្លួនឯងមានលានតែអត់ព្រមធ្វើភាទេបើអត់មានពីគេគឺអត់ធ្វើតែដីយើងមានរួចហើយចាំទិញដីរបស់យើងទៅដែរធ្វើភាក៏ជារបស់យើងទៅដែរលុកចោលគឺរបស់យើងទៅដែរគ្មានបានទៅគេទេប៉ុន្តែយកលុយគេធ្វើសម្រាប់ខ្លួនឯងថាឯងគិតមើលសួរថាតើពលឹងរបស់ខ្លួនចាញ់ចិត្តឲ្យនាំធ្វើដូច្នោះឬទេព្រោះនោះជាពាក្យដែលចិត្តនាំឲ្យพูดเพ้อតែខ្លួនឯងអត់ដឹងទេថាធ្វើអូគេដូចជាមានសគុណទៅលើព្រះគ្រីស្ទច្រើនប៉ុតគេថាធ្វើសម្រាប់ទ្រង់ថាមានធ្វើសម្រាប់ខ្ញុំណាប៉ុន្តែសម្រាប់ខ្ញុំទៅដែរយល់នៅយល់បាទនេះឯងដែលខ្ញុំបញ្យល់មួយដើម្បីឲ្យយល់ពីព្រោះគ្រូភាគច្រើនសំបីតែធំឈ្មោះផាន់ហើយខ្ញុំបរៀនចូលទៅដល់ក្រុមតាំងវិហូងជាមួយនឹងអង្គទីទៀតផងហើយខ្ញុំបោះទៅមួយរយៈពេលប៉ុន្តែគេសុំឲ្យខ្ញុំដកចេញក៏ខ្ញុំដកចេញទៅតែគេផ្ដាច់ពីខ្ញុំរហូតមកហើយតែខ្ញុំមិនដាក់
ទៅវិញទេបើតាមចិត្តឲ្យដាក់ទៅវិញប៉ុន្តែខ្ញុំមិនដាក់ទេ បាទប៉ុន្តែបលឹងឆ្នេះចិត្តមិនដាក់ទេគ្រូ មិនដាក់ទេពីព្រោះគេសុំយើងព្រមដកចេញហើយបើយើងដាក់ត្រឡប់ទៅវិញយើងចាញ់ចិត្តដែលនៅយើងដែលឲ្យយើងថាខឹងវាដាក់ទៅវិញណា បាទ ប៉ុន្តែខ្ញុំអត់ដាក់ទេពួកខ្ញុំព្រមតែទូស្គាល់ថាខ្ញុំនឹងដកចេញឃើញណាដូច្នេះនឹងឯងដែលយើងពាក្យយើងនិយាយហើយយើងអត់បដូរពាក្យទេតែគេបដូរបានអ្វីទាំងអស់ដែលគេមិនពិតចិត្តនាំព្រលឹងឲ្យនិយាយគេផ្លាស់ប្ដូរលឿនស្រាញរបស់គេយល់នៅប៉ុន្តែឋានសួគ៌គេទទួលបានឃើញទេតែលុយកាក់លើផែនដីគេទៅយកបានមែនប៉ុន្តែគេក៏មិនដឹងយកទៅណាដែររបស់ព្រះទាំងអស់តា បាទគ្រូបាទ បានអីគិតមើលទៅរបស់អ្វីក៏ដោយពេលដែលអ្នកណាក៏ដោយគេមានគេហៅថាព្រលឹងគេសប្បុរសគេធ្វើទៅគ្រាន់ឲ្យដឹងថាគេសប្បុរសប៉ុណ្ណឹងចុះមិនចាំបាក់គេបើគេចង់ឲ្យទៀមទាសងសគុណគេអានឹងជារឿងមួយមិនពិតជាគេឲ្យយើងទេព្រោះអំណោយទានដែលមកពីសម្ដីពិតព្រះពិតទ្រង់មិនទៀមទាយកទៅវិញទេទ្រង់មានបន្ថែមឲ្យ បាទគ្រូបាទ នឹងឯងដែលខ្ញុំចង់បន្ថែមឲ្យផានឯងពលឹងបានសម្ដីពិតមិនមែនឲ្យទៅយកឲ្យចិត្តនាំពលឹងផានឯងទៅនិយាយពូតផោគេទេបើផានឯងយកមិនបានទៀតខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេណានេះឯងដែលខ្ញុំចង់ឲ្យផានឯងនិយាយឲ្យផានឯងដឹងពោះទីតាំងទៀបនឹងទីតាំងទៀបទីតីពីខ្ពស់តាទៀបហើយទីតីពីខ្ពស់ហ្នឹងមិនចឹង គឺទីតីពីខ្ពស់គឺមានន័យថាគឺតិចកម្ពស់មែនទេហើយតិចជំហរដែលឥតដំកល់ឥតជំហរក្រោមទីតីពីលើដីមានន័យថាភពផែនដីនេះហើយមើលទៅពាក្យដីហ្នឹងនៅមើលវចនៈនៅក្រោមទៅដីហ្នឹងគឺភពផែនដីនេះជាល្អមុនហ្នឹងស្ថិតនៅជាដំបូងប៉ុណ្ណោះគឺព្រោះត្រង់យើងមកនៅជាដំបូងហើយតែត្រង់ចុះមកជន់លើភពផែនដីយើងឃើញទេត្រង់ជាព្រះពុទ្ធនៅឋានសួគ៌សុខតែត្រង់ព្រមយើងចុះមកផែនដីឋានឃុំពលឹងនោះស្លាប់យើងដើម្បីសង្គ្រោះពលឹងប៉ុន្តែខ្ញុំដឹងថាត្រង់សង្គ្រោះបានតែ 3% ឃើញទេ 97% ចិត្តយកឲ្យពីព្រោះចិត្តគឺជាម្ចាស់លើផាន់ឯងលើខ្ញុំយូរមកហើយតែត្រង់យើងចុះមកដោយសារត្រង់មានសេចក្តីស្រឡាញ់បានជាយូហាន 3:16 ហ្នឹងអ្នកណាចូលចិត្តអាមេរិកគេចូលចិត្តទៅរៀនណាកន្លែងណាក៏ដោយ ខ្ញុំឆ្លៃមនុស្សលោកដល់ម្លេះបាទក្នុងក្មេងគេចាំអីកន្លែងខំ បាទបើត្រង់ឆ្លាញ់មនុស្សលោកដល់ម្លេះបានជាត្រង់ប្រទានបរិយាបុត្រាត្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿដល់ត្រង់នោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញមែនទេបាទប៉ុន្តែយើងព្រមទេព្រមជឿឬក៏អត់ជឿតតែព្រលឹងយើងចុះសុបដល់យល់ថាជាការពិតជាការមែនបើយើងមិនចុះសុបយល់ជាការពិតជាការមែនទេយើងយកសម្រាប់ប្រឡែងប្រឡំហើយយកប្រយោជន៍សម្រាប់ខ្លួនយើងអានឹងគេមិនហៅជឿទេមែនទេសង្គ្រោះទេគ្រូបាទអត់តដែរបាទអានេះចំពោះខ្ញុំទេដែលដឹងបើនិយាយទៅចេញមិនរួចទេនៅចេញមិនរួចពីសាតាំងឯងនៅជាប់នៅជាមួយសាតាំងព្រោះផាន់ឯងបាទផាន់ឯងចេះក៏ដោយមិនចេះក៏ដោយឲ្យតែនិយាយពាក្យពិតគឺចេញរួចទាំងបាទគ្រូបាទឲ្យតែព្រមព្រលឹងផាន់ឯងនិយាយពាក្យពិតហើយផាន់ឯងដឹងហើយប្រពន្ធផាន់ឯងយ៉ាងម៉េចផាន់ឯងដឹងពីចិត្តដែលនាំព្រលឹងគាត់យូរមកហើយមែនទេបាទបើគាត់លំអៀងផាន់ឯងក៏ដឹងព្រោះផាន់ឯងមានការមករស់នៅជាមួយគាត់មានដល់តែកូន3ហើយកូនវា20ឆ្នាំទៀតបាទមីធំអាយុប៉ុន្មានហើយ
22 ឆ្នាំអញ្ចឹងខ្ញុំរៀបការជាមួយគ្នាវា20ជាងឆ្នាំហើយទាំងស្គាល់គ្នាទាំងអីវាចូលជិត25ឆ្នាំហើយ Yeah 25ឆ្នាំគាត់ដឹងដែរថាអាចឆេងមិនដែរចង់ឈ្នះអីទៅលើផាន់ឯងទេអាចឆេង បាទ ផាន់ឯងនឹងដឹងថាឆេងនឹងចិត្តនាំពលឹងគាត់យ៉ាងម៉េចគាត់ព្រមតាមផាន់អីគាត់ស្រឡាញ់គូសារខាងផាន់ឯងឬក៏គាត់ស្រឡាញ់គូសារខាងគាត់ជាងផាន់ឯងដឹង បាទគ្រូបាទ ព្រោះផាន់ឯងនឹងដឹងនឹងធ្វើព្រោះបើគាត់ស្រឡាញ់គូសារគាត់ច្រើនជាងគូសារផាន់ឯងគាត់មិនសូវស្រឡាញ់ផាន់ឯងតែជួយគូសារខាងផាន់ឯងច្បាស់ជារឿងហើយមិនចឹង បាទគ្រូបាទ ដូច្នេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យរឿងដៃស្ដាំធ្វើកុំឲ្យដៃឆ្វេងដឹងតែប៉ុណ្្នឹងទេ បាទគ្រូបាទ ហ្នឹងហើយនេះឯងដែលទ្រង់អនុញ្ញាតឲ្យយើងយល់ឃើញទេដូច្នេះនេះនៅក្នុងខ9ដូច្នេះចប់ប៉ុណ្្នឹងចុះពីព្រោះ1ម៉ោង10មិនិតហើយ បាទគ្រូបាទនៅនេះ1ម៉ោងកន្លះហើយគ្រូ26នាទី បាទដឹងឯងប៉ុន្តែខ្ញុំថតហ្នឹង1ម៉ោង10មិនិតបាទ 1ម៉ោង11មិនិតដូច្នេះសម្រួមពលឹងជាមួយខ្ញុំអធិដ្ឋានប្រចន់ណា បាទ ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទពលឹងផាន់ហើយនៅពលឹងទូមគុំបានរួបរวมគ្នាដើម្បីនឹងរៀនព្រះបន្ទូលដឹងខុសត្រូវនៅក្នុងគម្ពីរអេពីសូតចំពុក4ពីខ7មកខ9ព្រះអង្គម្ចាស់ហើយបានយល់ពីអត្តន័យរបស់ទ្រង់ច្រើនប៉ុន្តែទុំគុំដឹងថាផាន់គាត់នៅខ្វះខាតនឹងយល់នៅខាងឯសម្ដីដឹងខុសត្រូវពិតនៅឡើយដូច្នេះពេលដែលទ្រង់គុំនឹងពេលដែលបង្ហោះទៅគាត់នឹងស្ដាប់ម្ដងទៀតឬក៏ម្ដងទៀតទើបអាចគាត់នឹងចាប់យកបាននៅសម្ដីពិតដើម្បីនឹងគាត់និយាយដើម្បីនឹងដឹងអំពីពាក្យខុសត្រូវពីព្រោះពាក្យខុសនិងពាក្យត្រូវគាត់មិនទាន់ដឹងច្បាស់លាស់នៅឡើយទេប៉ុន្តែទុំគុំដឹងថាបើគាត់ព្រមខំតែព្រមរៀនព្រមស្ដាប់ព្រមគិតហើយសួរនោះគាត់នឹងទទួលបានច្បាស់លាស់ពីព្រោះពលឹងចេះគឺដោយសាររៀនគឺយើងចេះស្ដាប់ចេះគិតចេះសួរទើបនឹងអាចយល់បានសម្ដីពិតបើយើងមិនអាចនឹងចេះគិតចេះមានសំណួរសួរទេมันអាចទទួលយកសម្ដីពិតបានទេពីព្រោះសម្ដីពិតនឹងទាស់តែយើងរៀនគិតសួរដោយព្រះពុទ្ធថាសុជិពុលិនេះឯងដែលជានៅក្នុងបាលីរបស់ព្រះពុទ្ធណាជាពាក្យគេហៅថាបាលីនិងសង្ស្ក្រឹតលាយឡំគ្នាតែទុំគុំមិនដឹងថាពាក្យនឹងសង្ស្ក្រឹតឬក៏បាលីទេពីព្រោះទុំគុំគ្រាន់តែដឹងថាពាក្យព្រះពុទ្ធថាឲ្យសុជិពុលិបើរៀនទៅតែព្រមស្ដាប់ហើយព្រមយកមកគិតហើយព្រមយកមកសួរគេទើបគេអាចពយល់បានបើយើងរៀនហើយយើងមិនព្រមស្ដាប់មិនព្រមយកមកគិតមិនព្រមសួរក៏មិនអាចនឹងយល់បានដែររៀនទៅដូចតែឯងគ្រាន់តែស្ដាប់គេនិយាយតោកសឹកមាត់ត្រឡោកឆ្អែតពោះកបីប៉ុណ្្នឹងឯងដូច្នេះការរៀនព្រះបន្ទូលរបស់ព្រះទោះតែគេព្រមស្ដាប់ប៉ុន្តែទុំគុំដឹងថាគ្រូភាគច្រើនមិនងាយនឹងស្ដាប់អ្នកណាទេពីព្រោះគេជាគ្រូហើយគេមិនបាច់រៀនទៀតទេគេថាគេជាអ្នកព្រានប្រដៅប៉ុន្តែខ្លួនឯងមនុស្សខ្វក់ដឹកនាំមនុស្សខ្វក់ធ្លាក់ទៅនឹងដងជាមួយគ្នាទេពួនដងហ្នឹងគឺជាកន្លែងបឹងភ្លើងរបស់សាតាំងដែលរៀបទុកព្រះអង្គម្ចាស់ហើយទុំគុំសូមពលឹងផាន់ដើម្បីឲ្យបានចេញរួចនឹងពលឹងឆេងប្រពន្ធផាន់ផងដែរដើម្បីឲ្យចេញរួចនឹងអាចដឹងថាគិតឲ្យស្មើពីព្រោះយើងមានគ្រួសារពីរដែលយើងចងភ្ជាប់ជាមួយគ្នាមួយខាងឆេងមួយខាងផាន់មួយខាងទុំគុំមួយខាងប្រពន្ធទុំគុំដូច្នេះតោះតើឲ្យផាន់នឹងចេះដឹងថាឆេងតើចិត្តនាំពលឹងគាត់ឬក៏ពលឹងគាត់ខកឈរឡើងបើពលឹងគាត់ខកឈរឡើងគាត់ធ្វើត្រឹមត្រូវស្របស្រឡាញ់គូសារគាត់
ក៏ស្រឡាញ់គ្រួសារផាន់ដោយទុំគុំដូចនេះដូចដែលប្រពន្ធទុំគុំពីដើមគឺគាត់ស្រឡាញ់តែគ្រួសារគាត់តែមិនស្រឡាញ់គ្រួសារទុំគុំតែពេលនេះពេលដែលគាត់យល់នៅជាមួយទុំគុំយល់ទៅគាត់ស្រឡាញ់ស្មើឡើងវិញដោយទុំគុំដែរតែសេចក្តីសង្គ្រោះនៅលើព្រលឹងរបស់គាត់ទេទុំគុំអាចនឹងឲ្យគាត់និយាយពាក្យពិតប៉ុន្តែទុំគុំដឹងថាគាត់នៅមិនទាន់និយាយទាន់បានប៉ុន្តែគាត់ចាប់ផ្ដើមនឹងនិយាយពាក្យនោះចេញមកជាបដាប៉ុន្តែទុំគុំដឹងថាបើគាត់និយាយឲ្យបានពាក្យពិតជាប់រហូតដល់ពេលដែលគាត់ផុតពីលោកនេះពីលើភពផែនដីនេះទៅនោះនឹងបានព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនឹងទទួលយកប៉ុន្តែបើមិនដាច់បានទេมันអាចនឹងព្រះគ្រីស្ទទទួលយកបានទេត្រូវតែសាតាំងយកទៅដែរពីព្រោះពាក្យពុទ្ធផលកុហកជាពាក្យរបស់សាតាំងគឺគាត់ទាមទារឲ្យព្រះគ្រីស្ទនឹងព្រះលិខិតទ្រង់សងថ្លៃទៅគាត់ទើបអាចបញ្ចេញពលឹងយើងខ្ញុំទាំងអស់គ្នាដែលនៅក្នុងកណ្ដាប់ដៃគាត់ដែលឲ្យចិត្តក្តោបក្តាប់នៅក្នុងខ្លួននោះគាត់មិនបើកឲ្យព្រះអង្គម្ចាស់ទទួលយកបានឡើយដូច្នេះនេះឯងដែលទុំគុំយល់ដែលទុំគុំដឹងសម្រាប់នឹងជួយពលឹងមនុស្សជាច្រើនដើម្បីឲ្យបានចេញរួចបើមានខ្មែរម្នាក់ឬក៏ពីរនាក់អាចទទួលយកបានទុំគុំមានអំណរណាពីព្រោះសំបីតែទេវតាអសរសែននៅឋានសួគ៌ក៏អបអរសាទរដែរពីព្រោះគេខ្វះប្រលឹងបរិសុទ្ធនិយាយពាក្យពិតទៅបំរើនៅឯឋានរបស់ទ្រង់នៅឋានឧត្តមសុខនោះព្រះអង្គម្ចាស់ឲ្យទុំគុំសូមលើកគ្រប់ការដែលទុំគុំទូលសូមដាក់ទៅក្នុងព្រះហស្ថនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណមែនសូមព្រះអង្គប្រទានពរខ្ញុំនេះគួរថ្ងៃហើយគ្រូបាទអរគុណបាទអរគុណព្រះអង្គប្រទានពរណាអូខេ